bay cái lái để cô sẵn nới bê tờ liền khát cái bọt đằng ngày chân video nó nhôm và hai pi cái lái sẵn nới bay cái lái miền mà phay phèm hía sam phèm hay nó mà rồi hà đằng ngày chân video nó và hai pi cái lái sẵn nới nơi khát cái bọt chân cái lái sẵn nới ti mùi nó cứ nhôm sẵn nới Romano Hotel នៅឯកន្លែងខ្ញុំស្នាក់នៅហ្នឹងមកយកតែ$25ដុល្លារចំពោះខែ1ខែ2$35នៅឯកន្លែងហ្នឹងនៅចិត្តចំោះឈូកក្រាសាំងកាល់តិចឬក៏បំមូទឹកកន្លកហ្នឹងយើងចូលតាមហ្នឹងនេះទុកអូតាគាត់ថ្មីស្អាតហើយ clean ដែរហើយក៏មានអាងហែទឹកដែរយើងមើលពីលើទៅនេះជន់ពីខ្ញុំបានគេហ្នឹងហ្នឹងហើយហើយកន្លែងគាត់ clean ហើយទេសភាពនៅខាងប្អួចខ្ញុំចំហៀងឃើញភ្នំបូកគោហើយប្អួចមួយទៀតមើលឃើញមកខាងបត់ផែកអញ្ចឹងពេលខ្ញុំ check out ហ្នឹងឃើញមានដើមព្រីងនៅជាប់របងអូតាខ្ញុំហ្នឹងមកលឹកណាស់នៅក្នុងគេបេះព្រីងហ្នឹងលក់ដែរអញ្ចឹងខ្ញុំពឹងឲ្យគាត់ជួយតំណទិញព្រីងហ្នឹងនេះដូចជួយដូរអីចឹងតាមរបងហើយគាត់ចិត្តល្អដែលសារខ្ញុំបញ្ញាប់ចេញអញ្ចឹងគាត់បេះអត់ទាន់គាត់មានមុនហ្នឹងគេបេះលក់អញ្ចឹងទៅនៅសល់គាត់ឲ្យញ៉ាំ free តែម្ដងអញ្ចឹងកន្លែងគាត់ឈ្មោះ Monida Boutique អញ្ចឹងកន្លែងទី3នេះឈ្មោះ Moon Memory House ហ្នឹងហើយនៅម្ដុំគ្នាហើយនៅជាប់ដៃផែកហ្មងគាត់ណាបែរទៅខាងភ្នំបូកគោអញ្ចឹងស្អាតស្ងប់ស្ងាត់ហើយ relax ហើយកន្លែងគាត់ថ្មីទៀតនៅខាងផ្លូវទៅបូកគោនឹងនៅហួសបំងមូទឹកកឡុកនឹងតិចតួចទេនៅស្ដាំដៃហ្មងបើយើងជិះពីបំងមូទឹកកឡុកអញ្ចឹងកន្លែង home stay គាត់នឹងគឺ150យើងគេងបានពីចន្លោះពី10នាក់ទៅ12នាក់អញ្ចឹងបើគិតទៅប្រហែលជាម្នាក់ជាង10រៀលតិចតួច14 15អីហ្នឹងទេហើយគាត់មានខែ4មានកតុបទឹក3ហើយមានចក្រានបាយមានទូទឹកកកមានតុញ៉ាំអីនៅមាត់ស្ទឹងនឹងមាត់អូ sorry មិនមាត់ស្ទឹងទេមាត់ផែកហ្នឹងហើយទេសភាពស្អាតស្ងប់ស្ងាត់យើងលក្ខណៈមិត្តភ័ក្តិទៅឬក៏អីគេយើងទៅលក្ខណៈមិត្តរួមការងារ work trip អីទៅគេនៅក្នុងហើយយើងលក្ខណៈឯកជនភាពអូយទៅឲ្យស្អាតឲ្យសบายយើងគេងទាំងអស់ជុំគ្នានៅហ្នឹងហើយមានអាងហែលទឹកមានមាត់ផែកយើងអាចជិះកាយ៉ាក់មានអីបានទៀតហើយស្អាតស្ងប់ស្ងាត់ទៅអាំងសាច់ទិញគ្រឿងសមុទ្រយកមកញ៉ាំនឹងបាត់ទៅណាគឺទេសភាពមកអែមហ្មងបោះគេល្អមែនអញ្ចឹងអ្នកដែលមានកម្រងទៅកពតអត់ដឹងស្នាក់នៅណាអាចមើលវីដេអូហ្នឹងមាន3កន្លែងអាចជ្រើសរើសតាម budget យើងហ្នឹងទៅអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអាចមើលត្រួសបានអូខេបាយពីខ្ញុំមុទិតាវីយូជួបគ្នានៅវីដេអូក្រោយបាយបាយ